อย่างนี้ខ្ញុំយកសុភៅអនុសម្បញ្ញៈមកអានទៀតហើយបងប្អូនចង់ដឹងថាប្រយោជន៍នៃការអានចាស់ខ្លឹមសារអត្ថន័យយ៉ាងណាបងប្អូនតាមដានវីដេអូនេះដល់ចប់ William James បានលើកឡើងថារបបកំហើញដ៏អស្ចារ្យនៅក្នុងសតវត្សទី19គឺរបបកំហើញអំណាចនៃអនុសម្បញ្ញៈដែលជ្រួតជ្រាបដឹងបានដោយសទ្ធាទី2មានអំណាចដ៏អស្ចារ្យលាក់បង្កប់នៅក្នុងខ្លួនសុភមង្គលនឹងកើតឡើងពេលអ្នកមានជំនឿជ្រះថ្លាទៅលើអំណាចនោះសុបិនរបស់អ្នកក៏នឹងក្លាយជាការពិតទី3អ្នកអាចដាស់អង្រួនជោគជ័យឲ្យមានអំណាចជាងបរាជ័យហើយគិតទៅដល់ក្តីប្រាថ្នាដ៏ខ្ពង់ខ្ពស់តាមរយៈអំណាចនៃអនុសម្បញ្ញៈជាអត្ថន័យនៃដំបូន្មានដែលអ្នកជឿច្បាប់អនុសម្បញ្ញៈអ្នកនោះនឹងមានសុភមង្គល4អ្នកត្រូវជ្រើសរើសយកការមានសុភមង្គលព្រោះសុភមង្គលគឺជាទម្លាប់មួយយ៉ាងនិងជាទម្លាប់ល្អនៅក្នុងការពិចារណាឲ្យបានញឹកញាប់ជាដំបូន្មាននៅទីបំផុតចូលត្រេះរិះទៅលើអ្វីដែលពិតអ្វីដែលគួរឲ្យគោរពអ្វីដែលយុត្តិធម៌អ្វីដែលបរិសុទ្ធអ្វីដែលគួរឲ្យស្រឡាញ់អ្វីដែលមានប្រយោជន៍គឺថាបើមានអ្វីដែលគួរពិសេសពិសាលអ្វីដែលគួរឲ្យរំលឹកលើកដំកើងចូលគិតត្រេះរិះមើលចុះ5ពេលភ្ញាក់ឡើងពីព្រឹកចូលនិយាយនឹងខ្លួនឯងថាខ្ញុំជ្រើសរើសយកសុភមង្គលខ្ញុំរើសយកភាពជោគជ័យខ្ញុំរើសយកយុត្តិធម៌ខ្ញុំរើសយកក្តីស្រឡាញ់និងបំណងល្អចំពោះមនុស្សគ្រប់គ្នាខ្ញុំជ្រើសរើសយកភាពស្ងប់សុខនៅថ្ងៃនេះចូលបំពេញភាពរស់រវើកក្តីស្រឡាញ់និងចំណាប់អារម្មណ៍ចូលទៅក្នុងពាក្យសម្ដីទាំងនេះអ្នកនឹងជួបសុភមង្គលមិនខាន6ចូលអរគុណមួយថ្ងៃឲ្យបានច្រើនដងចំពោះរឿងទាំងឡាយណាដែលធ្វើឲ្យអ្នករីកចម្រើនក្រៅពីនេះចូលអធិដ្ឋានដើម្បីសន្តិភាពសុភមង្គលនិងភាពមានបានរបស់មនុស្សគ្រប់គ្នានៅក្នុងគ្រួសារមិត្តរួមការងារនិងមនុស្សជាតិគ្រប់ទីទិសទី7អ្នកត្រូវតែប្រាថ្នាយ៉ាងសុទ្ធចិត្តនៅក្នុងការមានជីវិតរស់យ៉ាងមានក្តីសុខគ្មានរឿងអ្វីសម្រាប់ជោគជ័យបានដោយគ្មានការតាំងចិត្តប្រាថ្នានោះទេក្តីប្រាថ្នាគឺជាពាក្យអធិដ្ឋានដែលពាក់ស្លាបឲ្យការស្រមើស្រមៃនិងសទ្ធាចូលស្រមើស្រមៃដល់ការសម្រេចតាមក្តីប្រាថ្នាហើយមានអារម្មណ៍ថាវាខ្លាចជាការពិតនោះវានឹងប្រព្រឹត្តទៅតាមនោះព្រមទាំងជាមួយនឹងសុភមង្គលដែលបានសូត្របួងសួង8ដោយការគិតតែភាពភ័យខ្លាចទុកព្រួយកង្វល់គំនុំគុំគួនភាពស្អប់ខ្ពើមនិងបរាជ័យមកឲ្យចិត្តជាប្រចាំវានឹងធ្វើឲ្យអ្នកអាប់អោនប្រាសចាកសុភមង្គលចូលចងចាំថាជីវិតប្រព្រឹត្តទៅតាមការគិតដែលអ្នកជាអ្នកបង្កបង្កើតឡើងបងប្អូនណាខ្លះដែលចង់បានសុខភាពល្អបងប្អូនណាខ្លះដែលកំពុងតែមានបញ្ហាសុខភាពលើជាតិខ្លាញ់លើជាតិស្ករលើជាតិអាស៊ីតបងឃើញវីដេអូនេះហើយចាបងអាចសាកមកញ៉ាំជាមួយនឹង V កាហ្វេខ្ញីខ្មៅបូករួមជាមួយនឹង VO4 Extra ឬក៏ VO4 គ្រាប់ដែលដើរតួនាទីដ៏សំខាន់ជួយឲ្យរាងកាយរបស់យើងមានថាមពលបញ្ចុះនៅជាតិស្ករបញ្ចុះជាតិពុលបញ្ចុះជាតិខ្លាញ់អាក្រក់ស័ក្តិសមបំផុតចំពោះមនុស្សទូទៅនិងអ្នកជំងឺទឹកនោមផ្អែមផងដែរព្រោះ V កាហ្វេផ្សំឡើងពីរុក្ខឱសថខ្ញីខ្មៅជួយរាងកាយមានថាមពលគ្រប់ពេលវេលាទី9អ្នកមិនអាចយកលុយទៅទិញសុភមង្គលបានទេសេដ្ឋីខ្លះមានសុភមង្គលតែសេដ្ឋីខ្លះទៀតគ្មានសុភមង្គលមានមនុស្សជាច្រើនមានទ្រព្យសម្បត្តិផ្លូវលោកតែបន្តិចបន្តួចតែពោពេញទៅដោយសុភមង្គលអ្នកខ្លះមានសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍តែបែរជាមានអ្នកខ្លះកើតទុកក្រោយអាពាហ៍ពិពាហ៍ដូចគ្នានេះដែរមនុស្សនៅលីវខ្លះមានសុភមង្គលខ្លាំងណាស់តែក៏មានអ្នកខ្លះកើតទុកទោមនស្សដូច្នេះយើងឃើញច្បាស់ថាពិភពលោកនៃសុភមង្គលស្ថិតនៅលើផ្លូវចិត្តនិងការគិតរបស់អ្នកនេះឯង10សុភមង្គលគឺជាផលដែលទទួលបានពីចិត្តដែលស្ងប់ចូលបោះយុទ្ធការនៃការគិតរបស់អ្នកនៅត្រង់សន្តិភាពការមានសតិការមានភាពរឹងមាំនិងការណែនាំពីព្រះដែលធ្វើឲ្យចិត្តរបស់អ្នកបង្កើតសុភមង្គលឡើង11គ្មានអ្វីជាឧបសគ្គរារាំងចំពោះការមានសុភមង្គលរបស់អ្នកទេរឿងផ្សេងៗខាងក្រៅដែលកើតឡើងមិនមែនជាដើមហេតុឡើយតែវាគឺជាផលចូលទាញយកប្រយោជន៍ពីច្បាប់នៃការបង្កើតហេតុនិងផលនៅក្នុងខ្លួនអ្នកដែលចិត្តគំនិតរបស់អ្នកគឺជាដើមហេតុនៃរឿងរ៉ាវទាំងអស់ពេលយើងបង្កើតដើមហេតុប្លែកថ្មីអ្វីមួយវាក៏នឹងបង្កើតលទ្ធផលប្លែកថ្មីមួយផងដែរចូលជ្រើសរើសយកការមានសុភមង្គលទៅទុកនៅក្នុងដួងចិត្តរបស់អ្នកចុះទី12មនុស្សដែលមានសុភមង្គលបំផុតគឺអ្នកដែលអាចយកអ្វីដែលខ្ពង់ខ្ពស់បំផុតល្អបំផុតពីក្នុងខ្លួនចេញមកក្រៅមកប្រើព្រះជាបុគ្គលប្រសើរបំផុតនិងស្ថិតនៅខ្ពស់បំផុតសម្រាប់គេព្រោះអាណាចក្រព្រះជាម្ចាស់ស្ថិតនៅក្នុងខ្លួនយើងនេះឯងការចែករំលែករបស់ខ្ញុំគឺមានតែប៉ុណ្ណឹងបងប្អូនចាបើយល់ថាវីដេអូនេះមានប្រយោជន៍បងជួយ share ម្នាក់មួយហើយក៏មិនពាក្យថាអូខេដើម្បីទទួលបានវីដេអូថ្មីៗដែលខ្ញុំធ្វើការចែករំលែកជារៀងរាល់ថ្ងៃសូមឲ្យការគិតកំណត់វិជ្ជមានចាកើតមានទៅដល់មនុស្សទូទាំងសកលព្រមទាំងរូបខ្ញុំផងដែរ